សិទ្ធិមនុស្សមកពីណាក្រុមអ្នកនិយាយពីសិទ្ធិមនុស្សនិយាយពីចោះគ្មានអាណាគេហាមខ្វល់ទេក៏ប៉ុន្តែយើងត្រូវទទួលស្គាល់ថាសិទ្ធិរស់រានមានជីវិតគឺជាសិទ្ធិដំបូងបំផុតដែលមនុស្សគ្រប់រូបត្រូវតែមានបើងាប់ទៅហើយបានអាណាធ្វើសិទ្ធិព្រោះមានអ្នកជ្រុលនិយមមួយចំនួនគេភ្លេចអស់ហើយសួរថាបើកុំមានរំដោះទេអ្នកឯងរស់បានទេអាណាលើកលែងតែអ្នកដែលរស់នៅក្រៅប្រទេសទៅរស់នៅក្រៅប្រទេសប៉ុន្តែនៅក្នុងប្រទេសគ្មានផ្លូវទេ7 មករាជារបស់មនុស្សទាំងអស់គ្នាដែលចង់រស់បើមនុស្សចង់ងាប់អាហ្នឹងគឺច្បាស់ជាមិនគ្រប់គ្រង7 មករាទេដែលតែមនុស្សចង់រស់ហើយគឺសុទ្ធតែមនុស្សដែលមិនស្អប់ព្រម7 មករាទេការខិតខំដើម្បីការរស់រានរបស់ជាតិក៏មានចំណែកនៃការរស់រានរបស់ក្រុមគ្រួសារខ្លួនឯងដែរបើសិនជាគ្មានរបស់7 មករាទេប្រហែលជាគ្មានបុណ្យរ៉ាលីនៅថ្ងៃនេះទេសម្រាប់ខ្ញុំកណាខ្ញុំហ៊ុនសែនក៏មិនប្រកាសថារស់ដែរព្រោះមិនដឹងថាប្រយុទ្ធនៅទីណាហើយស្លាប់នៅទីណាហើយអ្នកដែលនៅទីនេះសួរតើអាចរស់បានឬអត់អ្នកដែលកើតក្រោយ7 មករាក៏គ្មានលទ្ធភាពដើម្បីនឹងកើតបានដែរព្រោះឪពុកម្ដាយក៏ងាប់ស្លាប់បាត់ទៅហើយ